na chôn chiết na có cái trong mó lên bật tiền dừng này bờ bong nhôm tầng óc sờ lạnh thật tia mình sờ lạnh bật tiền chiết nô bong cũng phun thế mình chui áp thì vọt bật tiền chiết dừng thế tông niêm mặt ma chia về cha thì cha vọt chung đi mà bàn ruom chùm nay nô con ca chua ruom chùm môi nâng cái xuông ba để than này khang sầm rám đấy lọp vô thùng sầm rám tận đạn nâu gửi rum lọp vô សូមកាត់ថ្វាយបង្គំកណាគុំចាស់គ្រប់ព្រះអង្គនិងសូមបន្តញាតិញោមពុទ្ធបរិស័ទទៅចិត្តទីឆ្ងាយរាល់ថ្ងៃនេះគូចាតកាបានធ្វើបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ PNN ដែលគាត់បានអញ្ជើញមកដើម្បីធ្វើបទសម្ភាសន៍ជាមួយនឹងគូចាតកាជាមួយនឹងលោកចៅសង្កាត់ចៅសង្កាត់រងធ្វើបទសម្ភាសន៍ទាក់ទងនឹងបរិស្ថាននិងការរៀបចំវត្តអារាមតែគាត់បានមើលតាម social media ឃើញវត្តជួបរបស់យើងមានការរៀបចំអំពីផ្នែកបរិស្ថានរៀបចំសួននិងជាពិសេសទៀតនោះគឺសម្រាប់ភ្នាប់ហើយអ្វីដែលសំខាន់ដែលគាត់បានដកអារម្មណ៍នោះគឺរៀបចំសង្ក្រាន្តឆ្នាំថ្មីនឹងតែម្ដងគ្រូបានធ្វើបទសម្ភាសន៍តាក់ទងទៅជាមួយនឹងការរៀបចំវត្តធ្វើយ៉ាងម៉េចយ៉ាងណាហើយនឹងតាក់ទងជាមួយនឹងចៅសង្កាត់ការរៀបចំសម្រាប់ភ្នាប់សាធារណៈនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិជាពិសេសគឺថ្ងៃបុណ្យសង្ក្រាន្តនឹងតែម្ដងពិធីសង្ក្រាន្តហ្នឹងណាដែលយើងប្រារព្ធនៅថ្ងៃទី11ទី12ទី13ខែមេសាឆ្នាំ2025នឹងតែម្ដងសង្ក្រាន្តយើងលេងរយៈពេល3យប់3ថ្ងៃមានទាំងតន្ត្រីសម័យមានទាំងការលេងល្បែងប្រជាប្រិយកម្សាន្តនានាជាច្រើនទៀតផងដែរក្នុងនោះលោកគ្រូបានសង្កត់ធ្ងន់ទៅលើផ្នែកបរិស្ថានញាតិញោមពុទ្ធបរិស័ទនឹងចូលរួមថែទាំបរិស្ថានរបស់ដែលមានហើយយើងត្រូវថែកន្លែងណាដែលមិនស្អាតយើងត្រូវនាំគ្នាសម្អាតនាំគ្នាថែហើយជាពិសេសទៅទៀតនោះគឺលោកចៅសង្កាត់រងបានសង្កត់ធ្ងន់ផ្នែកខាងសម្ដាប់ធ្នាប់តាក់ទងនឹងការទប់ស្កាត់គ្រឿងញៀននិងគ្រឿងស្រវឹងផ្នែកចរកម្មមានឆក់មានលួចជាដើមហ្នឹងគឺលោកចៅសង្កាត់និងកងកម្លាំងនឹងតែងតែយកចិត្តទុកដាក់នៅក្នុងមូលដ្ឋានរបស់យើងទប់ស្កាត់មែនទែនហើយជាពិសេសទៅទៀតហ្នឹងគឺទប់ស្កាត់ក្មេងទំនើងហើយក្រុមការចង្អុលក្រុមការបង្ហាញយកចិត្តទុកដាក់អំពីរាជរដ្ឋាភិបាលលោកចៅសង្កាត់និងមន្ត្រីក្រុមអាវ៉ាតជាពិសេសកងកម្លាំងនៅក្នុងមូលដ្ឋានតែងតែទប់ស្កាត់មិនឲ្យកើតមានឡើងជាដាច់ខាតជាពិសេសនោះគឺសង្កត់ធ្ងន់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាពិសេសសង្ក្រាន្តតាមសាលាសង្ក្រាន្តតាមវត្តអារាមនានាតាមភូមិឃុំជាដើមហ្នឹងគឺដើម្បីយើងចូលរួមទប់ស្កាត់ក្មេងទំនើងកុំឲ្យមាននៅក្នុងប្រទេសកម្ពុជារបស់យើងនឹងផងដែរហើយទូរទស្សន៍បានសម្ភាសន៍ច្រើនមែនទែនតាក់ទងនឹងវត្តអារាមរបស់យើងនេះដែលគាត់ឃើញការដឹកនាំរបស់គូចាតកាមានការរីកចម្រើនទៅក្រុមការគាំទ្រពីពុទ្ធបរិស័ទនានាគ្រប់មជ្ឈដ្ឋាន